សួស្តីបាទថ្ងៃនេះគឺយើងធ្វើមុខម្ហូបខ្មែរទាំងអស់គ្នាគឺឆាត្រាប់ជាមួយនឹងសាច់ជ្រូក3ជាន់សាច់ជ្រូកចិញ្ច្រាំពេលនេះម៉ោងផឹកម៉ោងប្រហែលជា8ជាង9ទេសភាពស្អាតមែនតើហើយក៏ចាប់ផ្ដើមធ្វើម្ហូបរសើបក្លៀនបាយទៅមកដល់ស្រុកបារាំងពេលព្រឹកពេលសៀលព្រលឹមឡើងយើងចិត្តលេខផងយើងក្លៀនបាយផងក៏យើងចាប់ផ្ដើមធ្វើម្ហូបមួយចានមិនធ្វើមួយចាននេះធ្វើច្រើនដែរសម្រាប់ក្មួយសម្រាប់បងថ្លៃហើយបងស្រីបងចូលចិត្តញ៉ាំឆាត្រប់ហ៎ចឹងទៅក៏ធ្វើមួយផ្ទះហ្នឹងទៅត្រប់4ត្រប់4ហ្នឹង1គីឡូជាង7 2គីឡូត្រប់ឆាបាន2ចាន3ចានតែឆ្ងាញ់អើយឆ្ងាញ់ហើយនិយាយមែនតើនៅស្រុកគេនេះសាច់ជ្រូករៀងក្លិនបន្តិចអញ្ចឹងទៅខ្ញុំធ្វើការរំងាស់ដើម្បីឲ្យខ្យល់ដើម្បីឲ្យវាចេញជាតិក្លិនសាច់ជ្រូកហ្នឹងណាហើយនៅនេះគ្រឿងផ្សំក៏អត់មានច្រើនទេខ្ញុំមានអីខ្ញុំដាក់នឹងខ្ញុំដាក់ទឹកស៊ីអ៊ីវខ្ញុំដាក់ប៊ីចេងខ្ញុំដាក់ស្ករដាក់អំបិលអញ្ចឹងទៅស្អីអត់មានទឹកប្រេងខ្យងទៅគ្រឿងក្រៅអត់គ្រប់យើងទៅធ្វើតាមអ្វីដែលយើងមានតែមែនតែនទៅភ្លក់មើលទៅឆ្ងាញ់មែនតែនសេប៊ុងហ្មងណាហើយត្រប់នេះយើងដុតឆ្អិនហើយយើងដុតចង1ម៉ោងបានវាឆ្អិនដល់ក្នុងទុនដល់ក្នុងហើយវាស្រួលបកតែយើងដុតវាអត់ឆ្អិនអត់ទុនពេកទេយើងពិបាកបកស្បែកវាបកស្បកវាត្រប់ទោះតែដុតអញ្ចឹងហើយបកស្បកវាចេញទៅឆ្ងាញ់និយាយមែនមកចាំដាក់សាច់ក៏បានដែរឲ្យតែបានឆាដុតឆ្អិនអញ្ចឹងទៅឆាជាមួយនឹងទទេជាមួយទឹកស៊ីអ៊ីវក៏ឆ្ងាញ់ដែរឬក៏ជ្រលក់ដល់ទឹកស៊ីអ៊ីវនឹងក៏ទៅរួចដែរឆ្ងាញ់ខ្លាំងណាស់ក្នុងនេះគ្រឿងផ្សំយើងឆ្អិនហើយអស់ហើយអញ្ចឹងទៅខ្ញុំបករួចក៏ខ្ញុំយកត្រាប់នឹងយកមកលាយជាមួយនឹងគ្រឿងឆាដែលឆារួចហ្នឹងអញ្ចឹងទៅយើងច្បល់វាទៅឥឡូវបានមួយចានអង្គក៏ឆ្ងាញ់អង្គខ្មែរចំអង្គផ្កាម្លិះខ្ញុំហូបបាយអស់2ចានហើយសាច់ជ្រូកសល់ពីម្សិលមិញបន្ថែមទៀតសាច់ជ្រូកចៀនខ្ញុំចៀនណាចឹងតែបានមួយចាន breakfast ហើយនឹង brunch ជុំគ្នាហ្មងនឹកឃើញក៏ឃ្លានហើយនឹកឃើញក៏ស្រក់ទឹកមាត់ដែរឆ្ងាញ់មែនតើចង់ញ៉ាំទៀតមែនតើតែចាំមើលពេលដល់ស្រុកខ្មែរវិញចាំលៀងសាស្រុកនេះវាអត់មានគ្រឿងក្រៅគ្រប់ចឹងចាំធ្វើនៅស្រុកខ្មែរញ៉ាំអរគុណច្រើនបាយ